ទាំងអស់នេះគឺជាសកម្មភាពមួយចំនួនដែលខ្ញុំចាប់ផ្ដើមធ្វើគប់ជាមួយនឹងបងផលហើយយើងធ្វើគប់នេះគឺគោលដៅរបស់យើងគឺយកឃ្មុំហើយឃ្មុំហ្នឹងមិនមែនជាឃ្មុំអីធំណាស់ហ្មងទេណ៎នេះវាគ្រាន់តែជាឃ្មុំផ្លិតមួយទូចទេឥឡូវហ្នឹងយើងរុំនៅគប់ហើយបន្ទាប់មកយើងដើរទៅចុងចកាដោយសារតែឃ្មុំនោះវានៅចុងចកាឆ្ងាយគួរសមដែរអញ្ចឹងយើងដើរទៅយកសម្រាប់ឃ្មុំផ្លិតវាគឺងាយរកជាងប្រភេទឃ្មុំជាអេពីព្រោះឃ្មុំជាអេវាទី1វាមិនងាយចុះមកនៅភ័យទៀបទេហើយឃ្មុំជាអេនេះគឺវាចុះមកនៅភ័យទៀបវាមានពេលវេលាវានៅចន្លោះពីខែ9ទៅហ្នឹងរហូតដល់ខែ12ហ្នឹងអាហ្នឹងអាចនិយាយបានថាឃ្មុំជាអេវាចាប់ផ្ដើមចុះមកវាដូចឃ្មុំផ្លិតទេឃ្មុំផ្លិតទោះខែណាក៏ដោយក៏វាមាននៅលក្ខណៈថានៅទៀបអញ្ចឹងណាអានេះជាបទពិសោធន៍អីដែលខ្ញុំជាមួយបងអីហ្នឹងគាត់អ្នករកឃ្មុំអីយ៉ាងគាត់និយាយប្រាប់ហើយក៏យើងបានទៅមួយគេដែរតែយើងមិនមែនជាអ្នកចុះរកអីណាហ្មងទេមួយទៀតអ្នកនរគ្នាមិនចំពោះតែឃ្មុំជាអេឬឃ្មុំផ្លិតទេឃ្មុំអីក៏ដោយនៅពេលណាដែលមានមេឃភ្លៀងធ្លាក់អញ្ចឹងណាឧទាហរណ៍គេត្រូវចុះរកនៅម្លងខែ9អីចឹងណាដោយសារតែពេលហ្នឹងវាអាចនិយាយបានថាវាដាច់ទឹកភ្លៀងតែបើសិនជាចន្លោះពេលហ្នឹងវានៅតែមានភ្លៀងធ្លាក់មកជ្រាំរហូតអញ្ចឹងអ្នករកក៏អាចរកបានដែរពីព្រោះអីឃ្មុំទាំងអស់ហ្នឹងវាអត់ទាន់ចុះមកធ្វើសបុកទេហើយក៏ធ្វើសបុកហ្នឹងក៏អត់ចេញបឺតដែរនិយាយទៅឲ្យតែមានមេឃភ្លៀងចុះមកអញ្ចឹងគឺឃ្មុំអត់ចេញបឺតទេហ្នឹងហើយអ្នកនរនេះវីដេអូនេះក៏មកដល់ទីបញ្ចប់ដែរហើយសម្រាប់បងដែលគាត់ត្រូវការទឹកឃ្មុំក៏ខ្ញុំមានលក់ដែរណោះនេះហើយខ្ញុំនឹងដាក់វានៅចុងវីដេអូសម្រាប់បងត្រូវការអីចឹងណាអាចតំណបានហើយនឹងជួបខ្ញុំនៅវីដេអូក្រោយចន្លោះពី2ថ្ងៃទៀតខ្ញុំធ្វើមកវីដេអូអីចឹងទៀតណាណោះនេះបាយបាយអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះចឹងណាសម្រាប់បងណាដែលគាត់ត្រូវការទឹកឃ្មុំអានេះគឺជាប្រភេទឃ្មុំផ្លិតឃ្មុំហ្នឹងគឺជាប្រភេទឃ្មុំធំខ្ញុំមានប្រហែលជា10លីត្រដែរដល់នេះខ្ញុំទិញពីគេតដែរអញ្ចឹងណាបើសិនជាបងណាគាត់ត្រូវការនឹងអាចតំណមកខ្ញុំបានខ្ញុំលក់តែ1លីត្រ80000ទេដល់នេះ